បាទសូមជំរាបសួរដល់បងប្អូននិស្សិតទាំងអស់នៅក្នុងវីដេអូនេះគឺលោកគ្រូចង់បង្ហាញអំពីការចូលប្រើប្រាស់នៅក្នុង AI system បាទអញ្ចឹងបងប្អូនចូលទៅតាមណាតោះទៅមើលទាំងអស់គ្នាបងប្អូនអាចប្រើប្រាស់ទី1ហ្នឹងគឺតាមរយៈ Google Chrome ដោយលោកគ្រូបានប្រើនេះទី2បងប្អូនអាចប្រើ Safari ឬក៏ប្រើMicrosoft Edge សម្រាប់អ្នកប្រើ Windows បាទឬក៏ប្រើ Firefox ក៏បានបងប្អូនទាំងអស់គ្នាត្រូវចងចាំបាទទៅលើ domain name របស់សាលាបាទវិទ្យាស្ថានដែលយើងវាយពាក្យថា aga.institute.com បាទអញ្ចឹងបើ edu នេះជា website ព័ត៌មានទេអញ្ចឹងដើម្បីចូលទៅ system មកយើងចូលទៅ .com នេះបាទអូខេអញ្ចឹងអូខេអញ្ចឹងនៅពេលដែលចូលទៅ .com អ្នកទាំងអស់គ្នាគឺចូលមកដល់គឺនៅទម្រង់នេះដោយសារចូលទៅមិញនេះគឺដោយសារខ្ញុំធ្លាប់ log in ជាមួយនឹង user របស់និស្សិតដល់ហើយអញ្ចឹងគ្នាយើងគឺចូលមកចេញនឹងទម្រង់បែបនេះបាទទម្រង់បែបនេះអញ្ចឹង computer អញ្ចឹងនៅពេលដែលយើង log ចូលមកអូខេបាទអញ្ចឹងនឹងមានទម្រង់បែបនេះអូខេទម្រង់ computer គឺមានបែបហ្នឹងដែលគ្នាយើងបានឃើញអញ្ចឹងនេះមាន flash card បាទសរុបឲ្យគ្នាយើងបាទយើងអាចអស់ចុះក្រោមមាន protectant មានអីចឹងទៅបាទហើយនៅក្នុងនេះគឺមុខងាររបស់យើងមាន lecturer មានអី subject នេះយើងអាចមើលមុខវិជ្ជានឹងរៀនអីខ្លះបាទ syllabus បើសិនជាមានគ្រូគាត់បញ្ចូលនេះយើងដឹងថាសប្តាហ៍ហ្នឹងយើងរៀនពីអីបាទនិយាយពីអី assignment គ្រូគាត់មានដាក់ឲ្យអត់ក្នុងជំនាញហ្នឹងយើងអាចមើលក្នុងហ្នឹង routine នេះគឺយើងមើលបាទម៉ោងថ្ងៃណាយើងរៀនអីម៉ោងទី1ថ្ងៃច័ន្ទហ្នឹងយើងរៀនពីអីម៉ោងណាអីចឹងទៅ tutorial នេះគឺបើសិនជាលោកគ្រូគាត់ថតវីដេអូគាត់មានវីដេអូគាត់អាច upload ឲ្យគ្នាយើងអាចមើលវីដេអូនៅក្នុងនេះបានបាទហើយយើងអាចមើល attendance យើងអាចមើលទៅលើពិន្ទុមើលទៅលើអីហ្នឹងបាទអញ្ចឹងនេះគ្រាន់តែជាការ log ចូលមួយទេបាទអ្វីដែលសំខាន់គឺបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការ install ទៅលើទូរស័ព្ទដៃនោះបាទអញ្ចឹងទៅលើ computer បាទគឺបងប្អូនទាំងអស់គ្នាគ្រាន់តែឈរលើ AI system ហ្នឹងមកបងប្អូនទាំងអស់គ្នាគ្រាន់តែ click កន្លែងនេះបាទ click កន្លែងនេះឬក៏នៅលើនេះអាច click នៅលើនេះបាន install ដូចគ្នាអញ្ចឹងលោកគ្រូសូមយក click កន្លែងនេះបាទដើម្បីធ្វើការ install បាទនេះវាបង្ហាញប្រាប់យើងអញ្ចឹងយើងធ្វើការ install មកអូខេអញ្ចឹងសម្រាប់លោកគ្រូនឹងបានទម្រង់បែបនេះបាទអូខេអញ្ចឹង website web browser ផ្សេងទៀតយើងមិនបាច់បិទនេះទៅបិទវាមកទៅអូខេអញ្ចឹងយើងអាចបិទវាបាន click ទៅណាទៅនៃអីបានធម្មតាអូខេអញ្ចឹងសួរថានៅពេលដែលយើងបើកហើយapp របស់យើងហ្នឹងវា install ទៅណាអូខេអញ្ចឹងយើងបើកមកអូខេអញ្ចឹងយើងនឹងឃើញមានបាទ app មួយដែលបាន install បាទអញ្ចឹងនៅលើ computer របស់យើងក៏ដូចគ្នាបាទអូខេអញ្ចឹងចុះទៅលើទូរស័ព្ទវិញបាទថាតើទូរស័ព្ទយើងត្រូវធ្វើដូចម្ដេចបាទសម្រាប់ទូរស័ព្ទហ្នឹងបាទសម្រាប់ទូរស័ព្ទគឺគ្នាយើងបាទខ្ញុំសាញឲ្យយើងសិនឧទាហរណ៍ឥឡូវគ្នាយើងប្រើ14 Pro Max នេះចុះបាទអូខេបាទអញ្ចឹងធម្មតានៅក្នុង iPhone របស់យើងវាមាន link share មួយបាទអញ្ចឹងឬក៏យើង click ចំហ្នឹងក៏បានដែរយើង log ចូលសិនបាទជាមួយ username របស់យើងហ្នឹងយើង log ចូលឲ្យបានសិនទៅអូខេបាទអញ្ចឹងយើងអាច add to home screen បានអូខេបាទអញ្ចឹងយើងអាច add to home screen បានសម្រាប់យើងទូរស័ព្ទiPhone បាទទូរស័ព្ទ iPhone ណាបាទអញ្ចឹង screen វាដូចគ្នានេះបាទដូចកន្លែងនេះអញ្ចឹងលោកគ្រូអាចរអីមួយចឹងទៅគេអូខេអញ្ចឹងចាំបន្តិចបាទអូខេអញ្ចឹងយើងនឹងទៅបើកទូរស័ព្ទបាទថាតើយើងគួរតែបញ្ចូលអីខ្លះបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងគ្រូដាក់ចំនេះចុះដើម្បីបាំងអាចាស់អញ្ចឹងដោយសារវាទៅតែ start up អញ្ចឹងរងចាំបន្តិចបាទអូខេបាទឥឡូវយើងឃើញថាមកហើយ17 Pro Max របស់យើងបាទថ្មីសាឡាងអត់មានអីទាំងអស់បាទ
ok អញ្ចឹងចាំមើលថាតើយើងត្រូវចូលវាមិនបាទដើម្បីធ្វើការ install សម្រាប់ការប្រើប្រាស់នៅលើបាទ iPhone របស់យើងបាទអញ្ចឹងទី1យើងចូលទៅ Safari អូខេបាទបន្តមកទៀតគឺយើងនៅខាងក្រោមនេះបាទយើងវាយបាទ domain name វាយ .institute បាទអញ្ចឹងយើងវាយត្រូវទៅបាទ .com បាទឧទាហរណ៍អញ្ចឹងបើយើងវាយឲ្យត្រូវបាទគឺវានឹងចេញទម្រង់បែបនេះតែបើសិនជាខុសទម្រង់បែបនេះគឺមិនមែនទេបាទអញ្ចឹងនេះយើងចាំឈ្មោះរបស់យើងផងបាទអូខេបាទទម្រង់នេះអញ្ចឹងយើងអាចបើកជា dark mode ជា light mode អីនៅក្នុងត្រង់នេះបាទអ្វីដែលសំខាន់គឺគ្នាយើងត្រូវការ app នៅលើហ្នឹងអញ្ចឹងគ្នាយើងអាចចុចកន្លែងរូប tray 3នេះបាទហើយយើងចុច share បាទបន្តមកទៀតបាទយើងចុច more នេះមកបាទហើយយើងចុចយកពាក្យ add to home screen បាទអូខេ add to home screen បាទវានឹងចេញបែបនេះអញ្ចឹងយើងមិនបាច់ធ្វើអីទេបាទយើងគ្រាន់តែចុច add វាមកអូខេយើងទទួលបាន icon app មួយនេះបន្តមកទៀតយើងគ្រាន់តែ click លើ app ហ្នឹងមកអូខេបាទអញ្ចឹងវានឹងបង្ហាញរូប login ឲ្យយើងអញ្ចឹងខ្ញុំនឹងដាក់ T នេះមើលតើវាដូចម៉េចអូខេអញ្ចឹងខ្ញុំ login ដូចគ្នាដដែលបាទជាមួយនឹង username របស់គាត់នេះបាទអូខេបាទអញ្ចឹងខ្ញុំវាចង់ដាក់ឡាតាំងទាំងអស់ក៏បានដែរយើងបាទអត់ជាបញ្ហាទេកន្លែងនេះបាទសំខាន់ឲ្យត្រូវបាទខ្ញុំវាយសិនសានច័ន្ទកបាទកដាអញ្ចឹងចាបាទហើយលេខសម្ងាត់របស់យើងអូខេអញ្ចឹងលេខសម្ងាត់នេះគឺ by default គឺ AI 1 2 3អញ្ចឹងអ្នកទាំងអស់គ្នា complete បាទហើយបើសិនជា click តាក់ទងទៅខាងបាទបច្ចេកទេសបាទឬក៏lock ចូលហើយអាច reset មកលេខកូដខ្លួនឯងក៏បានអូខេយើងធ្វើការ click sign in អញ្ចឹងកន្លែងនេះវាសួរយើង save password អត់អញ្ចឹងខ្ញុំអត់ទាន់ save ទេបាទអូខេអញ្ចឹងយើងឃើញពីទម្រង់នេះដូចគ្នាអូខេអញ្ចឹងទម្រង់នេះខ្ញុំសូមបដូរយកទៅAndroid វិញបាទអូខេអញ្ចឹងនេះគឺទម្រង់ Android បាទអញ្ចឹងគឺมันជាខុសគ្នាទេអញ្ចឹងបាទអញ្ចឹងបាទពីរនេះបាទអញ្ចឹងបាទខ្ញុំឧទាហរណ៍ពីរនឹងចោលបាទអញ្ចឹងទម្រង់មួយ iPhone មួយទៀតគឺ iOS iPhone មួយទៀតគឺទម្រង់ Android បាទចង់ច្រឡំហើយអញ្ចឹងពីរនឹងដូចគ្នាគាត់ថាការ install នៅក្នុង Android បាទនេះយើងអាចចុចទៅ add to home screen ដូចគ្នាបាទអត់ខុសគ្នាទេបាទជំរើសមានដូចគ្នាអញ្ចឹងនេះយើងអាចប្រើប្រាស់បាទ Android ក៏បានដែរបាទអូខេបាទអញ្ចឹងនេះគឺការប្រើប្រាស់ក៏ដូចជាការ install ទៅលើ app របស់យើងបាទជាបន្តទៅទៀតនេះគឺយើងទៅមើលបាទថាតើការ install នៅលើ Android ហ្នឹងយ៉ាងដូចម្ដេចបាទអញ្ចឹងអត់ខុសគ្នាទេបងប្អូនទាំងអស់គ្នាចូលទៅ Google Chrome អូខេអញ្ចឹងថ្មីយើង add ទៅ account របស់យើងក៏បានយើងអត់ទាន់មានក៏បានអញ្ចឹងបងប្អូនទាំងអស់គ្នាសង្ឃឹមថាវាមិន load បែបនេះទេអញ្ចឹងកន្លែងនេះខ្ញុំ stay sign out ដដែលអត់មាន account អូខេយើងធ្វើការ next យើងធ្វើការ allow notification អូខេវានឹងចេញទម្រង់បែបនេះឲ្យយើងបាទបន្តមកទៀតកន្លែងនេះគឺយើង search អញ្ចឹងយើងអត់ search បាទគឺយើងចុចកន្លែងនេះមកបាទហើយយើងវាយពាក្យថា aga.institute ដូចគ្នាដែរ .com បាទនេះគឺសម្រាប់ system របស់យើងបាទអញ្ចឹង search ហ្នឹងអូខេយើងឃើញហើយបាទអញ្ចឹងដើម្បី install បានបាទយើង log ចូលក៏បានយើងពុំទាន់ log ចូលក៏បានដែរកន្លែងនេះបាទអញ្ចឹងខ្ញុំអត់ទាន់ log ចូលទេហើយយើងចុច tray 3កន្លែងនេះបាទបន្តមកទៀតគឺយើងរកពាក្យបាទ add to home screen ដូចគ្នាបាទយើងធ្វើការ click add អញ្ចឹងកន្លែងនេះ shortcut អាចនឹងរៀងដាច់បន្តិចបាទអញ្ចឹងយើង install បាទកន្លែងហ្នឹងមកបាទតាមទូរស័ព្ទរបស់យើងអូខេយើងធ្វើការ install បាទអូខេឥឡូវយើងបាន install បានហើយអញ្ចឹងនេះបាទអញ្ចឹងយើងអាច add to home screen បានអញ្ចឹងកន្លែងនេះវាតាក់ទងជាមួយនឹង
screen layout របស់យើងអញ្ចឹងអត់ជាបញ្ហាទេអូខេអញ្ចឹងនេះយើងបានការដំឡើងនេះមួយហើយអូខេអញ្ចឹងយើង click លើហ្នឹងមកយើងបំពេញដូចគ្នាបាទអញ្ចឹងយើងបំពេញឈ្មោះហ្នឹងមកបាទហើយយើងអាច log in ចូលបានផ្ទាំងហ្នឹងដូចគ្នាយើងអាចប្រើប្រាស់បានដូចគ្នា click បាទផ្សេងបានដូចគ្នាអូខេបាទអញ្ចឹងនេះគឺជាការដំឡើងនៅលើ Android machine អញ្ចឹងអត់ជាខុសគ្នាប្រហែលទេណាយើងបាទអញ្ចឹងគ្នាយើងសាកល្បងទាំងអស់គ្នាបាទអរគុណ